ថ្ងៃនេះដេកចូលដេកឡើងអបសុកពេកឥឡូវចង់ជិះទៅក្រៅប៉ុន្តែភ្លេចខ្លួនថាមានលុយតែ 20000 ទេឥឡូវចង់ដឹងថាតើ 20000 ហ្នឹងខ្ញុំចាយឲ្យគេខ្លះទិញអីបានខ្លះនៅក្រុងព្រះសីហនុអូខេហើយដំបូងគេនេះគឺមិនភ្លេចទេគឺកាហ្វេអញ្ចឹងជិះទៅតាមឃ្លាំងលើឃើញកាហ្វេហេងលៀបកាហ្វេនេះឆ្ងាញ់ហើយតែ 5000 រៀលទេឥឡូវនេះទិញកាហ្វេបានហើយចាយអស់ 5000 រៀលឥឡូវបន្តនៅសល់ 15000 ទៀតថាខ្ញុំទៅទិញអីបានទៀតអូខេ let's go ហើយក៏បន្តដំណើរតាមផ្លូវទៅឆ្នេរអូត្រេសហើយទេសភាពនៅតាមផ្លូវគឺដូចយើងឃើញស្រាប់ហើយគឺស្អាតមែនទែននេះផ្លូវទៅតាមកំពង់ដេវ៉ាហើយកន្លែងនេះគឺកន្លែងសួនកំសាន្តថ្មីហើយក៏ជាបន្តទៅដល់ផ្សារអូត្រេសហើយយើងឈប់ទិញនំតិចតួចហ្នឹងហើយនេះនំគាត់1000ណានេះអានេះ1000ដែរខ្ញុំយកអានេះ2អានេះ2អស់ 4000ហើយគាត់លក់នៅផ្លូវនេះផ្សារអូត្រេសហើយបើយើងជិះមកដល់ចិត្តដល់ឆ្នេរនេះផ្លូវនេះហើយយើងក៏មករកទិញមឹកអាំងញ៉ាំឈ្មោះអ៊ីអាវក្រហមអានេះមឹកគាត់លក់តែមួយចក្កៈ 1000 ទេ10ចក្កៈ 10000ហើយមីសិនយើងគឺចាយអស់ 19000 សល់ 1000ហើយបន្ទាប់មកយើងបានមឹកអាំងហើយយើងអង្គុយញ៉ាំនៅមាត់សមុទ្រជ្រាលហើយមឹកអាំងផកត់ធូរថ្លៃហើយឆ្ងាញ់នេះយើងឃើញអញ្ចឹងនេះតំណមែនទេដាក់មួយម៉ាត់ហើយមានជាតិមែនហើយបើញ៉ាំនៅមាត់សមុទ្រអញ្ចឹងបានឆ្ងាញ់ញ៉ាំនៅរេស្តូរ៉ង់អីអត់ទេ no ហើយអរគុណសម្រាប់អ្នកទស្សនាវីដេអូមួយនេះកុំភ្លេចចុច follow តាមដានវីដេអូក្រោយអរគុណ